មកទៅលោកធ្វើស្អីសុំរីកាលោកអបរាជខ្ញុំទទួលបានបាត់ភុកមានតម្លៃមួយគឺកំបិតផ្កាយ7ខ្ញុំគិតថារបស់ល្អដល់ម្លឹងខ្ញុំមិនស័ក្តិសមនឹងប្រើវាទេហើយខ្ញុំដឹងថាលោកម្ចាស់ស្រឡាញ់អាវុធខ្លាំងណាស់បាទគឺខ្ញុំចង់ជូនកំបិតនេះដល់លោកអបរាជអូឲ្យមកខ្ញុំមើលនេះជាកំបិតធម្មតាទេសាមញ្ញមែនតើមិនគាត់ថាជាកំបិតល្អលោកអាចឲ្យខ្ញុំខ្ចីប្រើសិនបាទទេទេវតាអើយលើលោកនេះមិនក៏មានកំបិតមុតដល់ម្លឹងអស្ចារ្យពិតជាអស្ចារ្យមែនទែនរបស់ល្អដល់ម្លឹងអ្នកណាសមនឹងប្រើមានតែមហាក្សត្រឆ្លៀសវៃដូចជាលោកអបរាជទេទើបស័ក្តិសមប្រើកំបិតទឹកនេះមង្ទើឯងពិតជាមានចិត្តស្មោះជាមួយនឹងយើងពិតមែនឯងនៅទីនេះហើយយើងអរគុណឯងហើយអរគុណគុណរបស់លោកអបរាជខ្ញុំគ្មានអ្វីតបស្នងសោះលោកពុកពងសៀនឯងមានឃើញឆាវទេអំបញ្ញមិញជួបគ្នានៅមាត់ទ្វារខ្ញុំទទួលបញ្ជាប្រគល់សេះមួយក្បាលឲ្យគេទៅហើយគេប្រញាប់ឡើងជិះសេះហើយរត់យ៉ាងលឿនបងសៀនមិញឆាវបានជូនកំបិតល្អដល់យើងមួយឯងមើលណែនេះជារបស់ល្អនៅក្នុងលោកកាត់ដែកយ៉ាងងាយស្រួលអំបញ្ញមិញគ្រាន់តែកាប់មួយកំបិតឯងមានឃើញទេទាំងស្ពាន់នឹងដែកត្រូវបែកជាពីរកំបិតនេះល្អមែនរបស់ល្អលោកពុកតើខ្ញុំអាចមើលកំបិតនេះបានទេកំបិតល្អឆាវថាវាឈ្មោះកំបិតផ្កាយ7លោកពុកខ្ញុំឮថាសំណាក់មន្ត្រីច្បាប់ក៏មានកំបិតផ្កាយ7នេះដែរបន្តគ្រប់ចំនួនតើជាកំបិតនេះទេដឹងអើវ៉ាងអ៊ីងណែអំមិញឆាវនិយាយថាពេលទៅចម្រើនប្រជជនវ៉ាងអ៊ីងឆាវបានទៅអបអរសាទរហើយត្រូវវ៉ាងអ៊ីងបណ្ដេញចេញមកវិញណាបើអញ្ចឹងហេតុអីក៏បញ្ជូនវត្ថុទៅប្រចាំគ្រួសារទៅឲ្យវាវិបោឆាវមកធ្វើឃាតយើងលោកពុកកុំសង្ស័យច្រើនពេកសង្ស័យសម័យកាលនេះសង្ស័យច្រើនទើបអាចជួយជីវិតយើងបានឲ្យតែមកក្បែរយើងនឹងហិតដឹងភ្លាមយើងនឹកឃើញអំមិញកាយវិការឆាវផិតភ័យណាស់ពេលគេជូនកំបិតមកយើងដៃរបស់គេញ័រនៅមានទៀតបើគេមានចិត្តជូនកំបិតដល់យើងចុះហេតុអីក៏ទើបតែជួបគ្នាមិនឲ្យកំបិតដល់យើងភ្លាមហើយបែរជាចាំដល់យើងរៀបចំដេកលក់ហើយងើបមកវិញទៅជូនដល់យើងនោះបើគុំតែចាំងពីកញ្ចក់ស្ពាន់ត្រូវយើងស្រែកដាក់ប្រហែលជាកំបិតនេះចាក់ទម្លុះយើងបាត់ទៅហើយឆាវត្រូវយើងស្រែកដល់ភ្ញាក់ទើបធ្វើជាជូនកំបិតនេះដល់យើងយ៉ាងចឹងស៊ីណូលោកអបរាជក៏ហៅឆាវមកជួបយើងភ្លាមបាទ